Bà xuất đấy này tụi ngọc nè bà ngày ní thì này bị càng ní trong nôm này tụi ngọc nè mà mới tiêu kịp đó sọt át bà này sọt nhóm đặc nhóm từ này tới nhóm tập xa mà quýnh có thọ là tiêu kịp tạm bẹt cái đào plei đó bà mà đây át được kêu chơi rồi bà hay tạm plei ní cái hai thà plei cái đá thằng sọt nhóm nó hai plei cái đá hai plei ní cóមានលក្ខណៈថានៅឆ្ងាយពីភូមិខ្ញុំដែរតែទេសភាពតាមដងផ្លូវវាស្អាតពេកក៏ខ្ញុំទាញកាមេរ៉ាថតឲ្យអ្នកទាំងអស់គ្នាមើលទៅបាទហើយស្អាតហើយមានកូនកំមុំណាគេដែរឆោតក្បែរផ្លូវបាទមានឡានមានម៉ូតូមានអីគ្រប់កន្លែងហ្នឹងបាទហើយមួយទៀតនៅផ្លូវនេះគេហៅផ្លូវកដាលហើយស្រុកភូមិហើយចាខ្ញុំជម្រាបបាទហើយនៅស្រុកវិធីស្រុកហ្នឹងហើយស្រុកហៅស្រុកវិធីហើយកន្លែងផ្លូវកដាលនេះពីមុនមកអត់មានមនុស្សទេហើយឥឡូវគេធ្វើផ្លូវធ្វើអីទៅមានវាស្រែខៀវខ្ចីក៏មានគេលក់ដូរក្បែរហ្នឹងបាទហូរហែតាមផ្លូវដែរហើយគេលក់ដាច់ដែរហើយមានលក្ខណៈថាខ្ញុំមើលប្រហែលខែហ្នឹងវារីកចម្រើននេះមានរោងមានអីលក់ដូរតាមផ្លូវហើយមានមនុស្សក្មេងៗស៊ីវមកលេងច្រើនបាទជិះម៉ូតូបដើថតបដើបាទហើយជាស្រ័យផងបាទវីដេអូនេះវាមានលក្ខណៈវីដេអូអត់ដូចនឹងទេខ្ញុំក៏កាន់ថតទូរស័ព្ទដែរបាទហើយនេះមានគេមកដើរលេងមានអីហើយទេសភាពស្អាតមែនតើបាទខ្ញុំមិននិយាយមិនទេហើយនិយាយទៅទេសភាពនឹងស្អាតមែនដល់ពេលអាខែគេធ្វើស្រែអញ្ចឹងនេះមានមនុស្សដើរលេងមានអីដែរហើយពេលអាថ្ងៃលិចហ្នឹងក៏ស្អាតដែរហើយបងប្អូនមើលជាក់ស្ដែងស្អាតមែនតើហ្មងហ្នឹងហើយទៅលក្ខណៈថាយើង stress យ៉ាងអីហ្នឹងមកដើរលេងហ្នឹងមានអារម្មណ៍ស្រឡះខួរក្បាលដែរហើយណាឃើញទេសភាពតាមដងផ្លូវស្អាតហ្នឹងហើយនេះមិញខ្ញុំនិយាយថាមានតូបគេលក់អីហ្នឹងតាមផ្លូវហ្នឹងហើយមានមនុស្សច្រើនដែរមកលេងងាយៗដងមើលមនុស្សច្រើនណាស់តែហិងស្ងាត់តិចតែនេះមានឡានមួយអញ្ចឹងណាស្ងាត់ហើយទៅមុខទៀតបានទៅដល់កន្លែងគេលក់ហ្នឹងលក់ដាច់ហ្មងនេះតូបនេះលក់ដែរតែខ្ញុំមិនសូវដាច់ប្រហែលនៅខាងមុខបាទនេះមានមនុស្សមួយដែរមកតាមផ្លូវនេះបាទអូកៅទេសស្អាតនេះខៀវល្ងឹតហ្មងទេសភាពផ្លៃនេះបាទហើយអ្នកបងប្អូនទាំងអស់គ្នាបើចង់មកលេងនេះបានដូចខ្ញុំប្រាប់ខាងលើមិញហ្នឹងនៅស្រុកវធាគេហៅខ្នល់កដាលនៅក្បែរផ្អាវយើងហ្នឹងបាទស្គាល់ហើយនេះឃើញបងប្អូនហើយមានម៉ូតូច្រើនគេលក់គឺខ្លែមលួយអីលក់ភីស្ជាអីហ្នឹងច្រើនណាបាទខ្ញុំមិននិយាយមិនទេអូនេះមកកន្លែងទៀតបាទហ្នឹងហើយមកកន្លែងទៀតបាទហើយនេះទេសភាពស្អាតឃើញដូចខ្ញុំនិយាយដែរតែអញ្ចឹងហើយកន្លែងនេះមានសាលាតនៈមួយនេះហ្នឹងយូរណាស់ហើយតាំងគេមិនទាន់ធ្វើផ្លូវហ្នឹងមកឥឡូវមកដល់ហើយបាទហើយផុតហើយចិត្តដល់ផ្លូវប្របែកដល់ផ្លូវប្របែកទេសភាពវារៀងចិត្តដល់ភូមិគេដែរនេះមានក្មេងៗស្ទាវមកលេងនឹងច្រើនបាទនេះតូបអីវ៉ាន់មួយទៀតនេះហើយគេលក់មីហិលខ្ទាវអីឆ្លោះជាស្រ័យលក់ស៊ុបលក់អីនៅហ្នឹងបាទហើយវាក្បែរហើយបងប្អូនមានអារម្មណ៍ចង់លំហែអាចមកលេងទីហ្នឹងបានបាទវាទំនងដែរស្អាតដែរនេះតូបលក់ច្រើនហើយពីមុនវាដែរមានតែឥឡូវវារីកចម្រើនច្រើននេះមកកន្លែងទៀតបាទកន្លែងទៀតស្អាតនេះមកដល់ហើយណាកន្លែងនេះមនុស្សច្រើនបាទនេះច្រើនណាបងប្អូនឃើញទេបាទច្រើនហើយនេះកន្លែងនេះក៏មានមួយកន្លែងដែរនេះឃើញមនុស្សច្រើនមែនតើបាទហ្នឹងហើយនេះស្រុកម៉ូតូស្អត់អីបាទហ្នឹងឃើញប្រហែលវានេះតូបនេះក៏លក់ដែរបាទតែសូវមានមនុស្សទេហើយខាងនេះសបោមនុស្សច្រើននេះតូបនេះលក់ដាច់ជាងគេនេះហ្នឹងតូបនេះនៅខ្នល់កដាលស្រុកវិធីយើងហ្នឹងបាទបងប្អូនចង់មកលេងអាចមកលេងបានបាទនេះកន្លែងនេះអូតែសូវមាន
កន្លែងមិញបានដាច់ច្រើនបាទហើយទៅមុខទៀតអូចិត្តដាច់ហើយបាទចិត្តដាច់ភូមិចិត្តចូលដល់ផ្ទះខ្ញុំហើយផ្ទះខ្ញុំនៅក្បែរហ្នឹងដែរបាទអូនេះស្អាតហើយនេះទេសភាពអូខៀវល្ងិតហ្មងស្អាតមែនតើហើយខ្ញុំទៅនេះមកលេងនេះយើងនេះលក្ខណៈថាលំហើយជាក់បាទហើយចាបើកម៉ូតូហ្នឹងម៉ូតូខ្ញុំបាទក្រដែរនេះមកដល់ហើយបាទក្រាស់សាំងផ្លូវបែកបាទហើយចិត្តដល់ផ្ទះខ្ញុំដែរហើយទៅដល់ក្បែរបាទហើយចង់មើលទេសភាពផ្ទះខ្ញុំក៏ស្អាតដែរពងថ្ងៃលិចថ្ងៃរះអញ្ចឹងបាទនេះទេសភាពថតពីក្រោយបាទថតពីមុខបាទខ្ញុំដល់នេះដល់ហើយបាទទាំងអស់គ្នាចាំមើលអូដល់ម៉ោងនេះស្អាតដែរបាទអូទេសភាពថ្ងៃលិចស្អាតមែនតើអូនេះថ្ងៃចាស់ចាំងវាលិចមកជះមកស្អាតអីមានឆ្កែអូហ្នឹងហើយបាទហើយវីដេអូយើងនេះចិត្តចប់ដែរបាទសូមអរគុណបាទទេសភាពនេះមកផ្ទះខ្ញុំហ្មងបាទចិត្តចប់ហើយអរគុណចំពោះការទស្សនាហើយជូនពរអ្នកទាំងអស់គ្នាសុខសប្បាយវីដេអូខ្ញុំនេះចិត្តចប់ដែរចិត្តដល់ទីវាចប់ហើយចង់ប្រាប់ទាំងអស់គ្នាថាបាយបាយចប់តែប៉ុណ្ណឹងស្អាតដល់ទាំងអស់គ្នាបាយបាយជួបគ្នាវីដេអូក្រោយហើយបើបានទស្សនាហើយសូមជួយចុច like comment ហើយនិង share បាទហើយបើមានតាម YouTube ជួយជីវ subscriber បាទម្នាក់មួយផងបាទដើម្បីជួបគ្នាវីដេអូក្រោយបាទហើយបាទជួយចុចទៅបាទឲ្យទេសភាពស្អាតនេះអូស្អាតមែនតើបាទបាយបាយជួបគ្នាវីដេអូក្រោយ